มาសូមចម្រើនពរញាតិញោមទាំងអស់គ្នានេះជាទស្សនភាពនៅក្នុងរមណីយដ្ឋានភ្នំនាគសហៅភ្នំខ្សែសក់មើលទស្សនភាពនៅខាងលើតាមទៅដៃនឹងខតក្នុងទៅ YouTube វាមានរូបចម្លាក់ជាច្រើននៅក្នុងភ្នំឡើងទៅលើប៉មនេះកំពុងធ្វើដំណើរទៅខាងលើមានប៉មមួយខ្ពស់មើលបាន1ក្រូមបានឆ្ងាយនេះមើលរូបចម្លាក់មានសត្វជុកព្រៃទៀតចម្លាក់ជុកព្រៃធ្វើអំពីថ្មភ្នំឆ្លាក់អំពីថ្មភ្នំស្អាតមកមើលព្រះអង្គនេះតែឆ្លាក់អំពីថ្មភ្នំសុទ្ធញោមស្អាតមើលសត្វនេះសត្វឆ្វារូបចម្លាក់នៅខាងនោះទៀតរូបចម្លាក់ច្រើនញោមអត់មានច្រើនណាស់រូបចម្លាក់នៅខាងក្រោមទៀតនេះមកមើលខាងលើសុទ្ធតែរូបចម្លាក់ធ្វើអំពីឆ្លាក់អំពីថ្មភ្នំទាំងអស់មើលខាងនេះម្ដងទីដាក់ដីព្រះអង្គមកមើលយៈចាប់មនុស្សផ្លូវឡើងទៅខាងលើកាត់ភ្លើងដុតថ្ងៃបើអត់ផ្សេងប្រទេសបាត់បង់មក